Và ngày nắng á nhung nângประปิbởi vì thi thumแต่mà đón để chui thua ở ca trùng đủ rôm bỏ chơi nó cứ bàn lọ hay mùi tiết chi viên bị cao rồi liệt cô rôm chẳng xâm nhập ở vị thi trùng đủ rôm để dừng pra không pe bạch chập bòn nó cứ miên cho rằng vị thi mình tén hai cõi cho rằng tùm rụng đài từ tam dương chỉ nẹt cầm nọt khuôn ấy rồi cõi chỉ nẹt chưa rơ không ca trùng đủ rôm khuôn anhแต่mà đòn chẳng xâm nhập ca trùng đủ rôm cứ miên ca đó ca cao rồi có ca bộ ép xỉnแต่xâm nhập vị thi để nghỉ lươn hơi dương chui chật pra chỉ phải chăm chính kê nó vị thi cao nó cứ liệt mùiแต่มาดองได้สรัวให้เลือนติดแต้นึกไปได้ยังกาวให้คือโรมนั่นคือชัดดมมาไว้ให้อาจนั่งเลี้ยกโรมติดผองแต่แบบตีมวยนั่นคือเตะตองจมูกหนังกาสมอาสใบบ่ยืงแต่มาดองจังสมัยออกกาวโรมนึกไปได้มูลได้ยังกาวยังกลัวแต่สมอาสใบนึกกระไรได้ยังจังกาวนั่งอ่อยบานสะอาดจิมุนสันได้ซาแต่ใบนึกกระไรได้มินโรมนั่งเวอาจมินจีบเพชรเมโรหรือเกาะบัตเตอรี่ต่างจบใบเอฟซีมเซให้มวยเตี้ยอาจมินเยอะหรือเกาะสัดในเหลือใบจังนึกไปได้ยังกาวตั้งเวอาจធ្វើយើងពិបាកនៅក្នុងការកោឬក៏អាលៀកគល់រោមអីជាដើមដោយសារតែវាមានញើសវាមានបាក់តេរីអញ្ចឹងនៅពេលដែលយើងកោមានបញ្ហានឹងបូកបញ្ចូលគ្នាគឺជាផុតពីការរលាកគល់រោមហើយចំពោះរបៀបទី2វិញគឺតកតងជាមួយនឹងការកោឲ្យបានត្រឹមត្រូវអញ្ចឹងសម្រាប់ការកោឲ្យបានត្រឹមត្រូវគឺមិនមែនពេលដែលយកឡាមកគឺកោយកតែម្ដងឯងតែសម្រាប់ការកោដែលត្រឹមត្រូវហ្នឹងអ្នកទាំងអស់គ្នាគួរតែសម្អាតឧបករណ៍ដែលរៀបនៅក្នុងការជំរុះរោមឬក៏កោហ្នឹងឲ្យបានស្អាតជាមុនសិនដែលយើងអាចប្រកាសចិត្តថាឧបករណ៍ហ្នឹងវាអត់មានការចម្លងរោគឬក៏បាក់តេរីអីផ្សេងតោងជាប់នៅពេលដែលយើងចូលចិត្តជំរុះដោយការកោឬក៏អីផ្សេងវាអាចរោមហ្នឹងរៀងទៅស្អីរៀងធំហើយគល់រោមក៏រៀងធំដូចគ្នាអញ្ចឹងនៅពេលដែលយើងចង់កោឲ្យបានត្រឹមត្រូវត្រូវលាបជាប្រភេទ gel ឬក៏ជាប្រភេទ cream ប្រអាប់ចោលនៅលើកន្លែងដែលយើងចង់កោរោមហ្នឹង2ឬក៏3នាទីអីសិនទៅដើម្បីឲ្យរោមហ្នឹងមានសភាពទន់ហើយងាយស្រួលនៅក្នុងការកោហើយសម្រាប់ការកោដែរគួរតែកោបដោយរោមគឺមានន័យថារោមដុះទៅខាងណាយើងគួរតែកោទៅខាងហ្នឹងជៀសវាងការកោទៅច្រាស់គល់រោមដែលធ្វើឲ្យមានការរលាកឬក៏មានឈាមនៅគល់រោមអីជាដើមដែរបញ្ហាទាំងអស់ហ្នឹងវាក៏អាចធ្វើឲ្យយើងមានបញ្ហារលាកគល់រោមបានដូចគ្នាសម្រាប់របៀបទី3គឺការថែទាំអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាកោរោមហើយភាគច្រើនតែកោហើយហៅយកមានលាបអីបន្ថែមឬក៏ផ្ដល់សំណើមឲ្យកន្លែងដែលយើងនឹងកោអញ្ចឹងនៅពេលដែលយើងកោរោមហើយកន្លែងដែលយើងកោហ្នឹងវាអាចនឹងមានសភាពស្ងួតដោយសារតែការកោគឺកឹកនៅលើស្បែកតែម្ដងអញ្ចឹងនៅពេលដែលកោហើយគួរតែប្រើជាប្រភេទ gel ឬក៏ cream ផ្ដល់សំណើមអីលាបនៅកន្លែងដែលយើងកោរោមហ្នឹងឲ្យបានល្អអញ្ចឹងសម្រាប់ technique នៅខាងលើទាំង3ធំដែលខ្ញុំបានចែករំលែកនេះអាចសាកធ្វើ technique ទាំង3នេះបានដែលវាជួយអ្នកទាំងអស់គ្នានៅក្នុងការកោរោមឲ្យល្អជាងមុនកាត់បន្ថយឬក៏ជៀសវាងពីការរលាកគល់រោមតែបើសិនជាស្បែកដែលមាន sensitive skin ឬក៏ងាយប្រតិកម្មខ្លាំងគួរតែពិគ្រោះជាមួយនឹង doctor ឬក៏ជ្រើសរើសយកការជំរុះរោមដោយ laser អីផ្សេងនៅតាម clinic ជាមួយនឹង doctor ជំនាញបាន